ប្រពៀនអត់ថ្ងៃរះលោកអាយអើយអណាណាថ្ងៃរះប្រស្រីក្មេងចាស់ជួបជុំអកងកងអណាណាអកងកងតន្ត្រីអោប្រពងលោកអាយអើយរងំដូចផងលៃតាមថ្នាក់ស្គរបន្តល្វើយល្វើយអោណាណាល្វើយល្វើយពុកម្ដាយលោកអាយអើយជួបជុំស្រាច់ហើយជំនូនរៀប100មុខក្រោយឆ្វេងអូចៅអើយព្រាមណាយប្រជាជនកម្ពុជាជាជនជាតិដែលចាស់ទុំជាងគេនិងជាជនជាតិដែលសម្បូរទៅដោយទំនើបទំនៀមបុរាណច្រើនជាងគេក្នុងភូមិភាគអាស៊ីប៉ែកខាងគ្នេយយើងតាំងពីអរិយធម៌បរទេសដែលមានឥទ្ធិពលយ៉ាងសម្បើមហូរចូលមកក្នុងប្រទេសយើងជាច្រើនសតវត្សមកហើយនោះទំនៀមបុរាណខ្មែរក៏ចេះតែរសាត់បាត់បង់រូបរាងបន្តិចម្ដងទៅគឺអាស្រ័យដោយបណ្ដាជនជាតិយើងយល់ឃើញថាទំនៀមខ្លះជាការមិនចាំបាច់ហើយនាំឲ្យខាតពេលវេលាច្រើនទៀតផងក៏នាំគ្នាច្រូតកាត់ចោលទៅរហូតដល់ភ្លេចសូន្យសុំក៏មាននាងផ្លូវចៅអើយមកទាំងឡាយអើយញាតណាមិត្តអីពុកម្ដាយមានទំនៀមច្រើនណាស់ដែលយើងតែងឮចាស់ដំណាលតគ្នាមកហើយគេក៏បានលះបង់ចោលតាំងតែពីយូរជាម្ល៉េះហេតុនេះទើបយើងពុំអាចដឹងបានអំពីរបៀបទំនៀមប្រពៃណីបុរាណនៃបុព្វបុរសខ្មែរយើងប៉ុន្តែនៅក្នុងយន្តទស្សនីយភាពវីដេអូឯកសារនេះសូមអនុញ្ញាតជូនចំណងដៃសិរីមង្គលដល់គូស្វាមីភរិយាថ្មងថ្មីនាឱកាសប្រារព្ធអវិហវិវាមង្គលនិងបទពិពណ៌នាអមពិធីជូនជាទីសន្តាប់ផងដែរលោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្តទាំងឡាយតាមប្រពៃណីនៅមជ្ឈិមប្រទេសគឺប្រទេសឥណ្ឌានាសម័យបុរាណពិធីមង្គលការកូនមាន2យ៉ាងម្យ៉ាងគឺនាំកូនស្រីទៅរៀបការនៅផ្ទះខាងប្រុសគេឲ្យឈ្មោះថាអវិហមង្គលហើយម្យ៉ាងទៀតគឺនាំកូនកំឡោះទៅរៀបការនៅផ្ទះខាងស្រីគេឲ្យឈ្មោះថាវិវាហមង្គលចំណែកឯប្រពៃណីខ្មែរយើងគឺយើងនាំកូនកំឡោះទៅរៀបការនៅផ្ទះខាងស្រីតែម្យ៉ាងប៉ុណ្ណោះតែជាទំនៀមទម្លាប់តាំងតែពីបុរាណព្រេងយាយមកម្ល៉េះហើយលោកបានកំណត់ឲ្យឈ្មោះពិធីថាអាពាហ៍ពិពាហ៍មង្គលដោយផ្គុំពាក្យថាអវិហៈនិងវិវាហៈទាំងពីរយ៉ាងនោះមកបុកបញ្ចូលគ្នាតែម្ដងរងជ័យណាកែវណានាងណាហើយចូលអើយរងជ័យ
ជួ